រោងស្រុកបាធាយបានឲ្យដឹងថាមូលហេតុដែលរដ្ឋបាលស្រុករៀបចំសង្ក្រាន្តនៅវត្តបាធាយដោយសារតែភូមិសាស្ត្រនៅទីនេះជាប់ជើងភ្នំបាធាយដែលជាកន្លែងតាក់ទាញជាពិសេសទីតាំងនៅចំកណ្ដាលឃុំទាំង12នៃស្រុកបាធាយងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះតាមការចុះអមហានពីតំបន់ខេត្តក៏ដូចជាលោកអភិបាលស្រុកដែលលោកដែរថាទីតាំងនេះគឺយើងបង្កបរិយាកាសយ៉ាងណាគឺឲ្យមានការធ្វើម៉េចឲ្យប្រជាជនយើងបានចូលរួមទាំងអស់គ្នាគឺយើងបង្កើតទៅជាមានលក្ខណៈជាតន្ត្រីក៏ដូចជាល្បែងប្រពៃណីជាតិខ្មែរយើងរាល់ឆ្នាំសម្រាប់តែទីតាំងនេះតែម្ដងគឺទីមួយយើងធ្វើកម្មវិធីបាយសង្ក្រាន្តហើយមានរបាំត្រុដិរបាំប្រពៃណីហើយបន្ទាប់មកគឺយើងពេលរសៀលគឺមានឡានបាញ់ទឹកបាញ់អីចឹងទៅពេលប្រកបមកលេងមានភាពសប្បាយអញ្ចឹងដល់ឆ្នាំនេះលោកអូឈីលីប្រធានណែនាំដែរថាគុំទាំង12ត្រៀមយកផលិតផលដែលជាសក្តានុពលរបស់គុំមួយហ្នឹងឲ្យគាត់យកមកតាំងបង្ហាញនៅកន្លែងហ្នឹងហើយអញ្ចឹងយើងក៏ឥឡូវយើងនឹងសហការជាមួយនឹងចៅអធិការវត្តដើម្បីឲ្យគាត់រៀបចំទីតាំងណាមួយដើម្បីឲ្យយើងមានភាពងាយស្រួលក្នុងការតាំងពណ៌កុំឲ្យមានផលប៉ះពាល់ផ្សេងៗបាទជាមួយគ្នានេះព្រះគ្រូចៅអធិការវត្តគិរីបុប្ផារាមហៅវត្តបាធាយក៏បានរីករាយក្នុងការជួយរៀបចំសង្ក្រាន្តនេះឲ្យកាន់តែល្អប្រសើរជាងឆ្នាំកន្លងទៅផងដែរវត្តស្មារតីនេះជាប់ផ្លូវជាតិឲ្យបានស្រាវជ្រាវវិសាការ